នៅក្នុងកម្មវិធី Word អ្នកទាំងគ្នាអាច copy រូបរបស់យើងតែមួយទៅដាក់ចូលនៅក្នុង table តារាងដើម្បីរូបរបស់យើងនឹងបានស្មើគ្នាល្អហើយរូបរបស់យើងបានច្រើនទៅតាមចំនួនដែលយើងកំណត់សម្រាប់ឧទាហរណ៍របស់ខ្ញុំកំណត់បាទ16រូបបាទគឺ4គុណនឹង4អញ្ចឹងខ្ញុំសូមបង្កើត file ថ្មីមួយនៅក្នុងកម្មវិធី Word បន្តមកទៀតយើងត្រូវទៅបង្កើត table សិនបាទចង់បានប៉ុន្មានគុណនឹងប៉ុន្មានខ្ញុំយក4គុណនឹង4អញ្ចឹងស្មើនឹង16រូបថតបាទអញ្ចឹងពេលយើងបង្កើត table ហ្នឹងវាតូចអញ្ចឹងអ្នកទាំងនេះទាញចុះក្រោមមកដើម្បី table តារាងរបស់យើងហ្នឹងធំស្រេមកស្អាតមកល្មមបាទបន្តមកទៀតអ្នកទាំងគ្នាត្រូវទៅទាញយករូបភាពមួយរូបភាពផ្ទៃ Q របស់យើងណាបាទរូបភាព3គុណ4ឬក៏4គុណ6ក៏បានដែរបាទអញ្ចឹងពេលទាញរូបហើយអ្នកទាំងគ្នាអាចស្រេរូបតូចធំតាមជាក់ស្ដែងទៅចង់បាន3គុណ4ក៏បាន4គុណ6ក៏បានបន្តមកនេះចុចលើរូបមួយហើយចុច copy បាទអ្នកទាំងគ្នាទៅ copy រូបសិន copy ហើយអ្នកទាំងគ្នាមកស្រេតារាងរបស់យើងតារាងរបស់យើងស្រេវា center សិនចុចកន្លែងសញ្ញាបូក1ហើយចុចកន្លែង table layout បាទបន្តមកទៀតគឺយើងចុចកន្លែង center ដើម្បីរូបថតរបស់យើងនៅកណ្ដាលតារាងបន្តការងារបន្ទាប់គឺអ្នកទាំងគ្នាចុច pass មកគ្រាន់តែចុច pass មកគឺបានហើយព្រោះយើងបាន copy ហើយអញ្ចឹងពេល pass ទៅរូបរបស់យើងគឺចូលស្មើល្អបាទស្មើឆ្វេងស្មើស្ដាំហើយវានៅតាមប្លោះនីមួយៗបាទរូបដើមយើងអាចលុបចេញក៏បានដែរអញ្ចឹងអ្នកទាំងគ្នាបាទអាចដកតារាងចេញក៏បានដែរកុំឲ្យឃើញកាឡាតារាងចុចកន្លែង border មកយកពាក្យ no border ដើម្បីកុំឲ្យមានកាឡា sketch អញ្ចឹងណាបាទអញ្ចឹងអ្នកទាំងគ្នាអាចទាញវាមកក្រោមមកដើម្បីរូបហ្នឹងវា clear បន្តិចបាទអញ្ចឹងបានអាចចូលជាផ្លូវការបានហើយបាទអញ្ចឹងយើងអាច print បានហ្នឹងហើយអញ្ចឹងពេលចុច print ទៅឃើញស្អាតហើយរូបរបស់យើងអត់ឃើញ table ទេខ្ញុំចុច print ឧទាហរណ៍ឲ្យមើលបាទឃើញទេអញ្ចឹងរូបរបស់យើងបាន4គុណ4គឺបាន16រូបបាទការងារហ្នឹងគឺល្អសម្រាប់បងប្អូនធ្វើការងារខាងរោងពុម្ពណាបាទយើងធ្វើលឿនបាទបើសិនជាយើងធ្វើដៃធម្មតាវាយូរបាទស្រេត្រឹមតែស្មើគឺយូរ